khơi nhẹ nôm nhom từ bọc kho ao vậy chăng nôm nhom từ bọc kho ao mền tế từ bọc kho ao thấy prosat kho ao nhom sát chiên trong chui bọc tế chui bọc ao bình tĩnh một chúc sân từ nhom bọc tại kho ao propon nhom tê cho bờ cho bậc nhom bằng không ao nhẹ bọc ao nhom vĩnhព្រះនាងម្ចាស់គុំលេងសាច់អីមិននឹកស្មានថាមេដឹកនាំវិហារទេវតាខ្លាំងម៉េះមកថាអត់បោកឲ្យទេតែដៃវិញលូកមកឆក់យកទៅបាត់ដៃលឿនមែនទេមិនដែរខោឲ្យខ្ញុំក្រអូបទេព្រះនាងម្ចាស់ធ្វើបែបនេះដើម្បីអ្វីខ្ញុំមានប្រពន្ធហើយកុំមករំខានខ្ញុំទៀតអីជួបរំខានខ្ញុំទៀតបានទេខ្ញុំមិនស្រឡាញ់អ្នកទេអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលខ្ញុំគោរពបូជាប៉ុណ្ណោះខ្ញុំជាព្រះនាងនៃចក្រភពខាងនិងជាមេបញ្ជាការកងទ័ពរាជវង្សឋានៈក៏មានរូបរាងក៏ស្រស់ស្អាតខ្ញុំខ្វះត្រង់ណាហើយអ្វីមិនស្រឡាញ់ខ្ញុំវាជាព្រមលិខិតទេតើខ្ញុំក៏អស់វិធីដែរទោះមិនបានចិត្តអ្នកតែខ្ញុំនឹងយកខ្លួនអ្នកឲ្យបានចាំមើលចុះខ្ញុំមិនបោះបង់ចោលទេចំយ៉ាសង្ហាហូពេកក៏ខ្លាចជាកំហុសដែរណោះមេដឹកនាំវិហារទេវតាមកជួបខ្ញុំនៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍មកមានរឿងអីប្រពន្ធសម្លាញ់ថ្ងៃនេះខួបអាពាហ៍ពិពាហ៍3ឆ្នាំឈៀងណាត់ខ្ញុំមកការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍មែនទេនាងពិតជាយកចិត្តទុកដាក់មែនមិនខាតកម្លាំងដែលខ្ញុំជួយនាងសម្ងាត់3ឆ្នាំមកនេះមេដឹកនាំវិហារទេវតាលោកយាយត្រកូលសុងបានជាសះស្បើយហើយយប់នេះក្នុងពិធីជប់លៀងសប្បុរសធម៌ត្រកូលសុងនឹងចុះកិច្ចសន្យា1000លានជាមួយប្រពន្ធលោកយាយសុងចង់អញ្ជើញលោកទៅធ្វើជាសាក្សីនិងថ្លែងអំណរគុណផ្ទាល់ត្រកូលសុងចេះដឹងខុសត្រូវល្អណាស់យប់នេះខ្ញុំនឹងទៅមានកិច្ចសន្យា1000លាននេះឈីងនឹងមានសេរីភាពហិរញ្ញវត្ថុហើយខ្ញុំអាចប្រកាសអត្តសញ្ញាណពិតហើយរស់នៅជាមួយនាងយ៉ាងមានសុភមង្គលវ៉ាងប៉ៃឈួនពីរឿងនេះទី1ប្រកាសឲ្យពិភពលោកដឹងថាវិហារទេវតាកំពុងវិលត្រឡប់មកវិញរៀបចំពិធីជប់លៀងទេវតាអញ្ជើញត្រកូលធំមកចូលរួមមេដឹកនាំវិហារទេវតាធ្វើបែបនេះនឹងធ្វើឲ្យពិភពលោកទាំងមូលរញ្ជួយហើយរញ្ជួយក៏រញ្ជួយទៅខ្ញុំចង់ប្រកាសអត្តសញ្ញាណនៅថ្ងៃនោះដើម្បីឲ្យឈីងទទួលបានពរជ័យពីគ្រប់គ្នារឿងទី2ទិញវីឡាដែលល្អបំផុតនៅយន្តចៅឲ្យខ្ញុំហើយរៀបចំកាដូដែលនារីចូលចិត្តយប់នេះយកទៅឲ្យប្រពន្ធខ្ញុំចង់ផ្ដល់ភាពភ្ញាក់ផ្អើលដ៏រ៉ូមែនទិកដល់នាងមេដឹកនាំវិហារទេវតាវីឡាល្អបំផុតគឺនៅសានស៊ុយជុងយួនមាន3កម្រិតគឺជើងភ្នំកណ្ដាលភ្នំនិងកំពូលភ្នំវីឡាលេខ1នៅកំពូលភ្នំគឺល្អបំផុតខ្ញុំនឹងទៅទិញភ្លាមទទួលបញ្ជាណែនាំខ្លួនបន្តិចខ្ញុំឈ្មោះសុងចាន់យ៉ានអាយុ24ឆ្នាំមានសញ្ញាបត្របណ្ឌិត2ឥឡូវជាអ្នកគ្រប់គ្រងក្រុមហ៊ុនសុងចំណូល1000លានក្នុងមួយឆ្នាំឡានក៏ឃើញហើយផ្ទះគឺវីឡានៅកណ្ដាលភ្នំសានស៊ុយជូងយួនដល់វិញអ្នកហើយខ្ញុំឈ្មោះសិនជួអាយុ25ឆ្នាំគ្មានការងារធ្វើគ្មានឡានជិះខ្ញុំជិះកង់សាធារណៈសុខភាពល្អថែមទាំងបានហាត់ប្រាណទៀតផ្ទះខ្ញុំមិនទាន់ទិញទេតែខ្ញុំពឹងមិត្តភក្តិជួយមើលឲ្យហើយទៅមើលហើយគ្មានសញ្ញាបត្រគ្មានការងារធ្វើខែរកបានតែ500ចង់ទិញផ្ទះទៀតអាហារនេះវាទាំងកទាំងឆោតល្ងងហើយរឿងវាមិនទាន់យកអាហារមកជំនួសមកសិនចុះជំនួសមកទៅចុះឈ្មោះរៀបការអីក្នុងទូរស័ព្ទមិនមែននិយាយគ្នាហើយហេមួយខែខ្ញុំឲ្យ20000រៀបការคล้ายមួយឆ្នាំមែនទេស្រីស្អាតអាហារស្គាល់មនុស្សខុសហើយខ្ញុំរៀបការបាត់ទៅហើយអូច្រឡំមនុស្សទេសុំទោសណាទៅវិញហើយជប់សិនស្រីស្អាតមានការអីស្រីស្អាតអាហារមានជំងឺមែនទេហ៊ានជាខ្ញុំមិនមែនទេកុំយកច្រឡំខ្ញុំមើលដឹងថាអាហារមានជំងឺពិតមែនមុខកាហែងឡើងក្រហមឈាមរត់មិនស្រួលខ្លាចថាបន្តិចទៀតអាហារនឹងឈឺពោះខ្លាំងណាស់នៅហ៊ាននិយាយផ្ដេសផ្ដាស់ទៀតស្រីស្អាតកុំមិនជឿអាហារឥឡូវនេះកុំបើកឡានឲ្យសោះព្រោះក្នុងរយៈពេល3នាទីទៀតអាហារនឹងឈឺពោះខ្លាំងដល់ពេលនោះនាងនឹងគ្រោះថ្នាក់ចរាចរណ៍ណាស់ស្រីស្អាតដូចអាហារបើបុកបាក់ដៃបាក់ជើងគឺពិតជាស្ដាយរបស់ល្អណាស់ជឿខ្ញុំម្ដងទៅខ្ញុំមិនធ្វើបាបអាហារទេអាមនុស្សមិនចេះខ្លាចស្លាប់នេះ
5 នេះប្រយ័ត្នណាមេជឺខ្ញុំប្រាប់វាហើយតែវាអត់ស្ដាប់ខ្ញុំមិនអីទេចាំមើលខ្ញុំដោះស្រាយវាអាឡូអីគេដឹងហើយខ្ញុំនឹងត្រឡប់ទៅវិញភ្លាមប្រពន្ធសម្លាញ់សុខសប្បាយថ្ងៃខួបអាពាហ៍ពិពាហ៍3ឆ្នាំណាផ្កានេះជូនអូនសម្រាប់ហែងមានសិទ្ធិហៅកូនស្រីថាប្រពន្ធហេចង់ស្លាប់មែនទេម៉ាក់ខ្ញុំនឹងឈិងស៊ីនរៀបការបាន3ឆ្នាំហើយនាងគឺជាប្រពន្ធខ្ញុំហើយអ្វីខ្ញុំហៅមិនបានហ៊ានហៅទៀតហេសិនជូហែងគ្រាន់តែជាសម្រាប់ដែលអញរើសមកចិញ្ចឹម3ឆ្នាំហើយហែងនៅតែអត់ការងារធ្វើចំណែកឈិងស៊ីនបានក្លាយជាប្រធានក្រុមហ៊ុនដ៏ស្រស់ស្អាតហែងគិតថាហែងស័ក្តិសមនឹងឈិងស៊ីនមែនទេអញប្រាប់ឲ្យដឹងឆាប់លេងលេះជាមួយឈិងស៊ីនទៅអីគេឈិងស៊ីននេះជាបំណងរបស់អូនមែនទេមែនហើយសិនជូ3ឆ្នាំហើយខ្ញុំទ្រាំលេងបានហើយការធ្វើជាប្តីរបស់លីងឈិងស៊ីនហែងមិនស័ក្តិសមទេនេះជាគម្រោងសហការតម្លៃ 1000 លានរបស់ក្រុមហ៊ុនសុងគ្រប់យប់នេះខ្ញុំនឹងទៅចូលរួមពិធីជប់លៀងចុះកិច្ចសន្យាត្រូវយកដៃគូទៅហែងគិតថាយកហែងទៅសំដែតទេប្រពន្ធសម្លាញ់តាមពិតគម្រោងនេះគឺខ្ញុំចាប់ពីពេលនេះទៅហាមហៅខ្ញុំថាប្រពន្ធទៀតហៅខ្ញុំថាលោកស្រីលីនបាទលោកស្រីលីនហែងយល់ច្រឡំហើយតាមពិតខ្ញុំមានទ្រព្យសម្បត្តិស្តុកស្ដំខ្ញុំខ្លាចហែងអន់ចិត្តទើបលាក់បាំងអត្តសញ្ញាណហើយអាជីវកម្មហែងដែលរីកចម្រើនគឺសុទ្ធតែខ្ញុំជួយពីក្រោយខ្នងសូម្បីតែការសហការជាមួយត្រកូលសុងនេះក៏ដោយអស់សំណើចណាស់អាអ្នកក្រដូចឲ្យហែងមានទ្រព្យស្តុកស្ដំហេហើយការសហការជាមួយត្រកូលសុងគឺដោយសារលោកចៅជុនជាជួយសម្រួលឲ្យទេកុំមកនិយាយផ្ដេសផ្ដាសចៅជុនជានឹងហេវាស័ក្តិសមមែនទេវាស័ក្តិសមហែងនឹងហើយដែលមិនស័ក្តិសមសម្រាប់ហែងហ៊ានដណ្ដើមមុខមាត់គេឈិងស៊ីនអូនលេងលេះជាមួយបងព្រោះតែចៅជុនជាមែនទេសិនជូកុំនិយាយផ្ដេសផ្ដាសខ្ញុំនឹងលោកចៅគ្រាន់តែជាមិត្តភក្តិតែមនុស្សស្រីតែធ្លាប់ឃើញតៅមិននឹងអាចស្រឡាញ់ឆ្កែបានខ្ញុំបានឡើងដល់កំពូលភ្នំហើយចំណែកហែងម៉ាក់និយាយត្រូវហើយហែងគឺពិតជាសម្រាប់មែនអីយ៉ាមិនធម្មតាចឹងហើយបានជាយើងមិនមែនជាមនុស្សពិភពតែមួយនិយាយត្រូវហើយយើងមិនមែនជាមនុស្សពិភពតែមួយទេលេងលះគ្នាទៅចុះមិនក៏មិនតែស្ងប់អារម្មណ៍ទៅខ្ញុំនឹងឲ្យលុយ1 លានជាថ្លៃបែកគ្នាឲ្យចាយវាមិនខ្វះខាតដែលថ្លៃលុយ1 លាននេះពេញមួយជីវិតក៏ឯងរកមិនបានដែរចេះស្កប់ស្កល់ខ្លះទៅឈិងស៊ីនអបអសាទរដែលអញរួចផុតពីទុក្ខសោកនេះជាទឹកអបផ្កាកុលាបនាំចូលពីបារាំងសង្ឃឹមថាឯងនឹងចូលចិត្តឈឺណាស់ខ្ញុំកើតអីហ្នឹងខ្ញុំជឿឯងម្ដងចុះឈិងស៊ីនមិនឈឺទៀតទេគាត់ជាអ្នកណាខ្ញុំត្រូវតែទៅរកគាត់វិញអរគុណលោកចៅដែលថ្លៃឃើញទេកុលាបនាំចូលដែលលោកចៅជូននេះឯងទិញមិនកើតទេលោកចៅនឹងឈិងស៊ីនទៅជាគូនឹងគ្នាឯងទៅឲ្យឆ្ងាយទៅអ្នកម៉ាក់កុំខឹងនឹងដែលថ្លៃនេះអីខូចសុខភាពអស់ហើយឯងនិយាយថាឯងជាអ្នកជួយឲ្យក្រុមហ៊ុនសុងធ្វើការជាមួយឈិងស៊ីនមែនទេពិតណាស់គឺខ្ញុំហើយបើមិនមែនឯងតាជានរណាហ៊ានមកបន្លំយកស្នាដៃខ្ញុំចៅជូនជាឯងនេះហ៊ានណាស់សិនជូគ្រប់គ្រាន់ហើយខ្ញុំដឹងថាការលេងលេះជាមួយខ្ញុំវាដូចជាមេឃលំសម្រាប់ឯងតែមិនមែនមានន័យថាឯងអាចនិយាយផ្ដេសផ្ដាសប្រមាថលោកចៅបានទេខ្ញុំនិយាយផ្ដេសផ្ដាសលោកចៅជាអ្នកមានគុណរបស់ខ្ញុំហើយក៏ជាមនុស្សធំដែលឯងមិនអាចប៉ះពាល់បានខ្ញុំបញ្ជាឲ្យឯងសុំទោសគាត់ភ្លាមឲ្យខ្ញុំសុំទោសគាត់រៀបការ3ឆ្នាំឯងសុខចិត្តជឿអាចៅជុនជាងជឿខ្ញុំមែនទេឯងមានអីឲ្យខ្ញុំជឿឈិងស៊ីនអ្នកម៉ាក់មិនបាច់និយាយជាមួយដែលថ្លៃនេះទេយើងទៅរៀបចំខ្លួនទៅចូលរួមពិធីជប់លៀងសប្បុរសធម៌វិញទៅពិធីនេះធ្វើនៅសន្តាគារត្រកូលចៅរបស់ខ្ញុំឈិងស៊ីនយប់នេះឯងនឹងបានជួបអាយដលរបស់ឯងម្ចាស់អាជីវកម្មយន្តជើគឺសុងចាន់យ៉ានពីត្រកូលសុងមែនទេកិច្ចសន្យា 10,000 លានសម្រាប់ត្រកូលសុងគ្រាន់តែជារឿងតូចតាចមិននឹកស្មានថាម្ចាស់ស្រីសុងនឹងមកផ្ទាល់នេះប្រកាសជាព្រោះតែលោកចៅមានឥទ្ធិពលខ្លាំងហើយគាត់ជាអ្នកសម្របសម្រួលសុងចាន់យ៉ានហ៊ានមិនមកឯណាពិតមែនហើយពូល្ងងអើយខ្ញុំដែលថ្លៃស្ងាត់មកទៅទីនេះមិនមែនកន្លែងឯងនិយាយទេសុងចាន់យ៉ានជាម្ចាស់ស្រីក្នុងវិស័យចំនួនយន្តជើគាត់កំបបង្ហាញខ្លួនណាស់លោកចៅយប់នេះលោកអាចណែនាំខ្ញុំឲ្យស្គាល់គាត់បានទេរឿងនឹងទុកលើខ្ញុំចុះម៉ែឲ្យខ្ញុំស្គាល់ម្ចាស់ស្រីសុងឯណាទៅគ្រួសារខ្ញុំទាំងមូលមានតែប៉ាខ្ញុំទេដែលសំណាងល្អបានជួបគាត់ម្ដងគាត់ហីទុកឲ្យវាទៅតាមដំណើរចុះសិនជួខ្ញុំពិតជាចង់ដឹងណាស់
ថាអញចេះតែអ៊ូចឹងដល់ពេលពិតប្រកបឯងនឹងដោះស្រាយមិនអាចដាច់ថ្លៃចេះតែអូអីទីនេះមានកន្លែងឯងនិយាយដែរឬឈីងស៊ីនឯងប្រញាប់លេងលេះជាមួយវាឲ្យឆ្ងាយទៅលោកចៅនិយាយត្រូវហើយអាចដាច់ថ្លៃចុះហត្ថលេខាទៅសិនជូចុះហត្ថលេខាទៅបែកគ្នាដោយសន្តិវិធីកុំឲ្យវាអាក្រក់មើលពេកយល់ព្រមបើឯងចង់បានចឹងខ្ញុំនឹងចុះហត្ថលេខាលីនឈីងស៊ីនកុំឲ្យស្ដាយក្រោយនៅកម្មវិធីរាត្រីសប្បុរសធម៌យប់នេះឲ្យសោះខ្ញុំមិនដែលស្ដាយក្រោយទេរឿងលេងលេះជាមួយលោកកាន់តែមិនស្ដាយនិយាយដល់កម្មវិធីយប់នេះខ្ញុំកំពុងខ្វះដៃគូរាំមិនដឹងថាមានកិត្តិយសបានលោកមកធ្វើជាដៃគូរាំទេអីមែនទេលោកចៅសុំបំផុតហើយឈីងស៊ីនទៅជាមួយលោកចៅទៅរើសរោគស្អាតឲ្យគេភ្ញាក់ផ្អើលពេញកម្មវិធីទៅបានលោកចៅខ្ញុំព្រមធ្វើជាដៃគូរាំរបស់លោកសិនជួយយកលុយនេះទៅហើយរស់នៅជាមនុស្សធម្មតាទៅស្រឡាញ់3ឆ្នាំកាលពី3ឆ្នាំមិននឹកស្មានថាចុងក្រោយបែរជាបែបនេះសាច់រឿងជីវិតនេះពិតជាគួរឲ្យអស់សំណើចមែនមនុស្សអត់ប្រយោជន៍ក៏ហ៊ាននិយាយថាស្រឡាញ់ដែរគ្រាន់តែធ្វើម្ហូបហៅថាការពារឆាប់ទៅឲ្យឆ្ងាយឃើញមុខហើយចង់ក្អួតយប់នេះអ្នកនឹងបានឃើញហើយអ្នកនឹងកូនស្រីនឹងដឹងថាបានបាត់បង់អ្វីខ្លះថុយឈួតមែនសម្រាមដូចឯងនៅហ៊ានស្រមៃចង់ទៅកម្មវិធីសប្បុរសធម៌ត្រកូលសុំទៀតសូម្បីតែលៀងបង្គន់ក៏មិនស័ក្តិសមដែរថ្ងៃខួបអាពាហ៍ពិពាហ៍បែរជាត្រូវប្រពន្ធបង្ខំឲ្យលែងលះសិនជូពិតជាគួរឲ្យអាណិតមែនគឺអ្នកមែនទេ